អូនញ៉ាំស៊ុបជាមួយខ្ញុំទាំងអស់គ្នានេះបន្លែស៊ុបគេហើយហ្នឹងធ្វើស៊ុបត្រីជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតាមកធ្វើស៊ុបត្រីក្រហមញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាគ្រឿងយើងធ្វើមានដូចជាកូនលក្រីរំដេងខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសចិញ្ច្រាំហើយយើងធ្វើការរំលីងគ្រឿងយើងឲ្យឈ្ងុយទៅបងប្អូនបន្ទាប់មកយើងដាក់ប៉េងប៉ោះចូលប៉េងប៉ោះនិងម្ទេសក្រហមហ្នឹងយើងដាក់ដើម្បីយកពណ៌វាហើយប៉េងប៉ោះឲ្យមានទឹកស៊ុបជាតិជូរខ្លះណាបន្ទាប់ពីយើងកូរបន្លែឈ្ងុយហើយយើងដាក់ឆ្អឹងមាន់ធ្វើទឹកស៊ុបបងប្អូនហើយឆ្អឹងមាន់យើងដាក់មុំថាយើងកូរមកស្ទុះអស់ជាតិទឹកឆ្អឹងមាន់ហើយយើងក៏ចាក់ទឹកចូលបងប្អូនយើងចាក់ទឹកក្តៅចូលទៅយើងចាក់ទឹកក្តៅចូលហើយយើងបង់ដូចជាមើមខ្ទឹមបារាំងហើយនឹងមើមជីវ៉ាន់ស៊ុយហើយបន្ទាប់មកយើងដាក់គ្រឿងចូលទៅដូចជាដុំស៊ុបអំបិលស្ករប៊ីចេងទឹកត្រីដូចតាមហ្នឹងទៅគ្រឿងផ្សំរបស់យើងហើយបន្ទាប់មកយើងរំងាស់ទឹកស៊ុបយើងមកស្ទុះហើយចាំយើងដាក់ត្រីក្រហមយើងចូលត្រីក្រហមយើងភ្លះសាច់វាទុកហើយយើងដាក់យកទៅឆ្អឹងទេបងប្អូនយើងយកទឹកស៊ុបឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងណាហើយយើងរំងាស់ទឹកស៊ុបយើងចោលយើងមកបេះបន្លែបងប្អូនគឺបន្លែគ្រឿងផ្សំនៅក្រៅផ្ទះខ្លះមានដូចជាសាឡាត់ចិនហើយនឹងស្លឹកយិនសិនហើយនឹងកញ្ឆែតបងប្អូនឥឡូវនេះយើងយកមកលាងហើយបន្ទាប់មកយើងមកមើលស៊ុបយើងវិញឃើញថាយើងរំងាស់ឆ្អិនហើយយើងចាក់ទឹកអំពិលចូលតិចទៅឲ្យវាមានរសជាតិជូរបន្ទាប់មកយើងយកទឹកហ្នឹងមកចាក់ដាក់ឆ្នាំងស៊ុបរបស់យើងដើម្បីយើងហូបអញ្ចឹងណាបងប្អូនឥឡូវទឹកស៊ុបយើងចាប់ផ្ដើមពុះហើយនេះគឺជាសាច់ដែលយើងដាក់ចូលទឹកស៊ុបរបស់យើងមានសាច់គោក៏ដូចជាសាច់ត្រីក្រហមហើយនិងឈាមហើយមានប្រហិតដែរបងប្អូនតែភ្លេចដាក់គ្រឿងផ្សំច្រើនពេកទៅពេលហ្នឹងទៅភ្លេចប្រហិតមួយចានបងប្អូនហើយនេះក៏យើងរៀបចំបន្លែត្រីសាច់អីដាក់ចូលឆ្នាំងស៊ុបយើងទៅចាប់ហើយក៏នាំគ្នាហូបទៅបងប្អូនហើយបន្លែយើងក៏មាននេះដូចជាតាំងអោអ្នកឃើញតាំងអោស្រស់ល្អអញ្ចឹងទៅក៏នឹកឃើញស៊ុបត្រីក្រហមតែម្ដងទៅបងប្អូនហើយស៊ុបត្រីក្រហមយើងថ្ងៃនេះគេថាគ្រឿងផ្សំគឺមានគ្រប់តែម្ដងបន្លែក៏មានគ្រប់មុខហើយក៏ត្រីក្រហមយើងមានគ្រប់មុខដែរហើយបើយើងចង់ទៅហូបមួយនំបញ្ចុកក៏បានដែរបងប្អូនតែខ្ញុំនេះវាមិនបានព្រៀងទុកធ្វើអញ្ចឹងទៅក៏មានបណ្ណាហូប